បំពង់បង្ហូរប្រេងយុទ្ធសាស្ត្រនៅក្បែរទីក្រុងមូស្គូចំនួន3ខ្សែត្រូវបានកងកម្លាំងអ៊ុយក្រែនបំផ្ទុះដោយយន្តហោះគ្មានមនុស្សបាយប្រភពធម្មពលនៃចរណអគ្គិសនីដែលចេញពីបំពង់បង្ហូរនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនរុស្ស៊ីនៅឯទីក្រុងមូស្គូនិងមានការផ្ដល់ទៅដល់យោធារបស់រុស្ស៊ីនៅឯសមរភូមិជាមុខផងដែរនេះគឺជាការឆ្លើយតបដែលរុស្ស៊ីក៏បានបំផ្លាញប្រភពធម្មពលរបស់អ៊ុយក្រែនដូចគ្នាកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025នេះបាទជំរាបសួរទៅដល់ប្រិយមិត្តដែលកំពុងតែតាមដានព័ត៌មានអន្តរជាតិបើចង់ប្រិយមិត្តមុននេះបន្តិចខ្ញុំបានទទួលព័ត៌មានថាកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025បំពង់បង្ហូរប្រេងយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅឯក្បែរតំបន់មូស្គូចំនួន3ខ្សែចម្ងាយ400គីឡូម៉ែត្រត្រូវបានអ៊ុយក្រែនបំផ្ទុះបាត់ទៅហើយបំពង់បង្ហូរប្រេងយុទ្ធសាស្ត្រនៅក្នុងការបម្រើទៅដល់ជួរកងទ័ពនិងបម្រើទៅដល់ចរន្តអគ្គិសនីសម្រាប់ប្រជាជននៅក្នុងទីក្រុងមូស្គូត្រូវបានអ៊ុយក្រែនប្រើប្រាស់យន្តហោះគ្មានរំបើកការវាយប្រហារបំផ្ទុះបោះពេញមួយយប់កាលពីថ្ងៃទី31ចូលដល់ថ្ងៃទី1ខែវិច្ឆិកានេះផងដែរដែលនេះបង្ហាញថាគឺទីក្រុងមូស្គូមិនអាចទប់ស្កាត់អំពីយន្តហោះគ្មានរំបើករបស់កងកម្លាំងអ៊ុយក្រែនតាមអ្វីដែលអភិបាលតំបន់ក្បែរទីក្រុងមូស្គូបាននិយាយថាពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននោះខ្ញុំក៏សូមបញ្ជាក់ថាបំពង់បង្ហូរ3ខ្សែគឺជាបំពង់បង្ហូរយុទ្ធសាស្ត្រហើយក៏ជាបំពង់បង្ហូរក្បែរតំបន់មូស្គូអញ្ចឹងការវាយប្រហារនឹងគឺប៉ុនប៉ងនៅក្នុងការកាត់ផ្ដាច់ចរន្តអគ្គិសនីមិនឲ្យមានប្រេងបម្រើទៅដល់ម៉ាស៊ីនរោងចក្រអគ្គិសនីរបស់រុស្ស៊ីនៅឯទីក្រុងមូស្គូអាហ្នឹងរឿងទី1ទី2ការបំផ្ទុះហ្នឹងវាកាត់ផ្ដាច់បើមិនឲ្យបង្ហូរទៅដល់សមរភូមិនៅឯតំបន់បេការូដែលជាប់ជាមួយនឹងអ៊ុយក្រែននោះទេតែតើអំពីការវាយប្រហារនេះដូចជាពាក្យសម្ដីរបស់លោក Volodymyr Zelensky បាននិយាយអញ្ចឹងបើសិនជារុស្ស៊ីគាត់ទៅវាយចរន្តអគ្គិសនីរបស់អ៊ុយក្រែនទៅវាយប្រភពថាមពលរបស់អ៊ុយក្រែនបំផ្ទុះកន្លែងស្តុកឧស្ម័នរបស់អ៊ុយក្រែនបើអ៊ុយក្រែនក៏កំណត់គោលដៅទៅលើកន្លែងផ្ដាច់ចរន្តអគ្គិសនីទៅលើទីក្រុងធំៗរបស់រុស្ស៊ីដូចគ្នាអញ្ចឹងការបំផ្លាញឬក៏ការបង្អាក់បង្ហូរប្រេងប្រភពថាមពលចូលទៅដល់ទីក្រុងមូស្គូនេះឃើញថាគឺចង់ឲ្យបាទទីក្រុងមូស្គូនឹងមានភាពវឹកវរដូចជាទីក្រុងគៀវដែរតែកាលណាអត់មានចរន្តអគ្គិសនីអត់មានប្រេងប្រើប្រាស់វាយ៉ាងម៉េចប្រិមិត្តគឺបាទខាងវិស័យធនាគារវិស័យឧស្សាហកម្មសិប្បកម្មឬក៏វិស័យសាធារណៈផ្សេងៗនឹងត្រូវបានស្ទះផងដែរអញ្ចឹងអានេះក៏ជាការដាក់សម្ពាធទៅដល់លោកពូទីនបាទសម្រាប់បញ្ហាដែលអ៊ុយក្រែននៅតែបន្តបើកការវាយប្រហារក្បែរទីក្រុងមូស្គូហើយវាប៉ះពាល់ទៅដល់ប្រជាជននៅក្បែរនោះបើអញ្ចឹងខ្ញុំបាទក៏សូមធ្វើការអានអត្ថបទបាទបន្តិចតាក់ទងអំពីស្ថានភាពរបស់អ៊ុយក្រែនគាត់ទៅបំផ្ទុះយ៉ាងម៉េចហើយទីតាំងកន្លែងណាខ្លះហើយផលប្រយោជន៍បាទសម្រាប់បំពង់នេះបាទផ្ដល់អ្វីខ្លះទៅដល់ប្រទេសរុស្ស៊ីបាទអញ្ចឹងខ្ញុំបាទក៏សូមអានអត្ថបទដូចតទៅបើតាមសារព័ត៌មាន unet.net បានចេញផ្សាយថាបំពង់បង្ហូរប្រេងយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្បែរទីក្រុងមូស្គូត្រូវបានបំផ្ទុះចំនួន3ខ្សែឯណោះនាយកដ្ឋានសិបការចម្បងរបស់អ៊ុយក្រែនបានអនុវត្តប្រតិបត្តិការប្រកបដោយជោគជ័យដែលបានបណ្ដាលឲ្យមានការបំផ្លាញបំពង់បង្ហូរប្រេងមានឈ្មោះថា Khosel Vaya ចំនួន3ខ្សែនៅក្បែរតំបន់មូស្គូកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025នេះជាលទ្ធផលនៃប្រតិបត្តិការពិសេសជាមួយនឹងនាយកដ្ឋានសិបការសំណាក់នៃក្រសួងការពារជាតិរបស់អ៊ុយក្រែនជាកន្លែងយោធាសំខាន់បំផុតបានធ្វើការសម្ដេចសម្រួលនិងបើកការវាយប្រហារបំផ្ទុះបំពង់បង្ហូរប្រេង Khosel ដែលផ្គប់ផ្គងទៅដល់កងទ័ពរបស់រុស្ស៊ីនិងធនធានដើម្បីធ្វើសង្គ្រាមប្រឡាយពូជសាសន៍ប្រឆាំងនឹងជនជាតិរបស់អ៊ុយក្រែនសម្រាប់អគ្គនាយកប្រព័ន្ធអ៊ីនទែលបានចេញសេចក្តីថ្លែងការណ៍មិនទទួលខុសត្រូវអំពីបញ្ហានេះទេបាទនេះគឺជាការបញ្ជាក់អំពីកងកម្លាំងអ៊ុយក្រែនគេថាពួកគេបានបំផ្ទុះពិតមែនប៉ុន្តែអ្នកបាទអគ្គនាយកអ៊ីនតែនឹងគេមានថាអ្នកដែលផ្ដល់ព័ត៌មានកំណត់គោលដៅឲ្យកងកម្លាំងអ៊ុយក្រែនបើកការវាយប្រហារហ្នឹងគឺមិនបានទទួលខុសត្រូវទេគេចង់សម្ដៅទៅលើបាទកងទ័ព NATO ឬក៏យោធារបស់ NATO ដែលគ្រប់គ្រងផ្កាយរណបផ្ដល់ព័ត៌មានឲ្យអ៊ុយក្រែនហ្នឹងពួកគេមិនទទួលយកការចោទប្រកាន់នោះទេបាទក៏ទោះបីជាបានផ្ដល់ព័ត៌មានឲ្យយោធាអ៊ុយក្រែនទៅហើយនោះអញ្ចឹងអានេះគឺមានន័យបែបនេះណាពេលមិនដែរគេបានកត់សម្គាល់ថាទីតាំងការវាយប្រហារស្ថិតនៅសង្កាត់ Remensky នៅក្នុងតំបន់មូស្គូសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសរុស្ស៊ីបានប្រឆាំងនឹងយន្តហោះគ្មានរំបើករបស់កងកម្លាំងអ៊ុយក្រែនហើយព្យាយាមការពារប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឃើញថាមិនមានប្រសិទ្ធភាពនោះទេនៅទីបំផុតពួកគេនៅតែអាចបំផ្ទុះបំពង់បង្ហូរប្រេងចំនួន3និងបានបំផ្លាញទីតាំងដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដូចជាប្រេងឥន្ធនៈប្រេងម៉ាស៊ូតនិងបង្អាក់ចរាចរណ៍អាកាសរបស់ប្រទេសរុស្ស៊ីដោយពួកគេមានការភ័យខ្លាចចំពោះការវាយប្រហារមិនឈប់ឈររបស់កងកម្លាំងអ៊ុយក្រែនដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមន្ត្រីស៊ើបការណ៍សេណាតរបស់កងកម្លាំងអ៊ុយក្រែនបានបង្ហោះវីដេអូនៃការបំផ្ទុះបំពង់បង្ហូរប្រេងរបស់រុស្ស៊ីឃើញថាអណ្ដាតភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅហើយបំពង់បង្ហូរប្រេងនោះចំនួន3ខ្សែត្រូវបានបំផ្ទុះពិតមែនបំពង់បង្ហូរប្រេង Khosel
សេវ៉ាយ៉ាមានចម្ងាយ400គីឡូម៉ែត្រសម្រាប់ប្រេងឥន្ធនៈបានដឹកជញ្ជូនតាមបំពង់បង្ហូរប្រេងនេះពីរោងចក្រចម្រាញ់រ៉ាហ្សែននេនីនឹងមានការផ្ដល់ទៅដល់ទីក្រុងមូស្គូសម្រាប់បំពង់បង្ហូរប្រេងនេះបានបម្រើទៅដល់យោធារបស់រុស្ស៊ីនិងទីក្រុងមូស្គូចំនួន3លានតោននៅក្នុងមួយឆ្នាំហើយអាចបញ្ជូនប្រេងម៉ាស៊ូតរហូតដល់ 2.8 លានតោននិងប្រេងសាំងរហូតដល់ 1.6 លានតោននៅក្នុងមួយឆ្នាំការវាយប្រហារប្រឆាំងនឹងរុស្ស៊ីព័ត៌មានចុងក្រោយនៅថ្ងៃទី31ដដែលនោះកងកម្លាំងអ៊ុយក្រែនក៏បានប្រើប្រាស់កាំជួចនេបទូបានការវាយប្រហារទៅលើទីតាំងប្រភពថាមពលនិងឧស្ម័នរបស់រុស្ស៊ីនៅឯតំបន់អូសចុះនៅស្ថានីយ៍ Novobrezhnev ចំនួន2កន្លែងទៀតបាទចឹង clear កន្លែងនេះគឺថ្ងៃទី31ដដែលហ្នឹងអ៊ុយក្រែនបានប្រើប្រាស់បាមីស៊ីថែមទៀតបាទពេលមិនណាប្រើប្រាស់មីស៊ីថែមទៀតគឺឆ្លើយតបទៅលើរុស្ស៊ីវិញបាទចឹងហេតុការណ៍នៅថ្ងៃទី31ហ្នឹងមិនមែនមានការវាយប្រហារតិចតួចនោះទេបាទគឺនៅក្នុងទឹកដីរបស់រុស្ស៊ីក៏មានការបំផ្លាញច្រើនដែរបាទខ្ញុំក៏សូមបន្តទៀតនៅថ្ងៃទី31នេះផងដែរប្រមុខសេវាសន្តិសុខរបស់អ៊ុយក្រែនគឺលោកវ៉ាសេលីម៉ាយុតលោកបានប្រាប់អ្នកសារព័ត៌មានថាកងកម្លាំងរបស់អ៊ុយក្រែនបានធ្វើការបំផ្លាញមីស៊ីលអូរេស្និកដែលជាមីស៊ីលកម្ពុជារបស់រុស្ស៊ីនៅក្នុងចំណោមមីស៊ីលចំនួន3នៅក្នុងទឹកដីរបស់រុស្ស៊ីលោកបានបញ្ជាក់អំពីព័ត៌មាននេះនៅមុននេះបន្តិចផងដែរហើយបានដឹងច្បាស់ថាកម្មវិធីអូរេស្និកនៅក្នុងចំណោមមីស៊ីលទាំង3ត្រូវបានបំផ្លាញដោយជោគជ័យនៅលើទឹកដីរបស់ពួកគេនៅក្នុងតំបន់ខូផូស្ទីនយ៉ាដោយកងកម្លាំងស៊ើបការនិងសេវាសន្តិសុខរបស់អ៊ុយក្រែនជាអ្នកធ្វើការវាយប្រហារនោះបាទអញ្ចឹងសូមបង្វែរពុកម៉ែបងប្អូនមកស្ដាប់អំពីបញ្ហារបស់ហុងហ្គារីវិញឥឡូវនេះគឺតន់បាទកម្មតាមតន់បាទកម្មតាមតន់បាទតាមតន់យ៉ាងម៉េចពេលមិនគឺបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំបានដាក់ទណ្ឌកម្មទៅលើប្រភពថាមពលរបស់រុស្ស៊ីពោះបាទក្រុមហ៊ុនចំនួន2ក្រោយមកក៏ត្រូវបានអឺរ៉ុបនឹងអនុវត្តបញ្ឈប់ការទិញប្រេងសូម្បីតែឥណ្ឌាហើយនិងចិននឹងក៏កាត់បន្ថយការទិញប្រេងរុស្ស៊ីដែរប៉ុន្តែខុសអីបាទហុងហ្គារីគឺលោកវិកទ័របានព្យាយាមជួបចរចាជាមួយនឹងលោកដូណាល់ត្រាំដើម្បីបន្តទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ីដោយមិនបានទទួលទណ្ឌកម្មពីសហរដ្ឋអាមេរិកប៉ុន្តែក៏ត្រូវបានលោកដូណាល់ត្រាំនៅពេលថ្មីៗនេះបដិសេធអំពីសំណើនៃការមិនដាក់ទណ្ឌកម្មចំពោះការបន្តទិញប្រេងបាទនិងឧស្ម័នពីរុស្ស៊ីការដែលអនុញ្ញាតឲ្យបាទហុងហ្គារីបន្តទិញគឺមានន័យថាក្បត់មនសិការរបស់អ៊ុយក្រែនដែលកំពុងតែបាទប្រយុទ្ធប្រឆាំងនៃប្រជាជនអ៊ុយក្រែនស្លាប់ជារៀងរាល់ថ្ងៃគឺប្រឆាំងជាមួយនឹងប្រជាជនអ៊ុយក្រែនអញ្ចឹងត្រាំក៏អត់អនុញ្ញាតឲ្យបាទហុងហ្គារីបន្តទិញប្រេងឧស្ម័នរបស់បាទរុស្ស៊ីទៀតទេក៏ទោះបីជាប្រទេសនេះអត់មានដែនសមុទ្រអត់មានបាទកំពង់ផែដូចគេហើយបាទចាំទៅរស់ពឹងផ្អែកទៅលើប្រភពថាមពលរបស់រុស្ស៊ីក៏ដោយក៏លោកដូណាល់ត្រាំមិនលើកលែងដែរព្រោះថាប្រទេសអឺរ៉ុបផ្សេងទៀតហ្នឹងក៏គេរស់របៀបអញ្ចឹងដែរបាទគេរស់របៀបមិនទទួលទិញប្រេងរុស្ស៊ីឬក៏អូស្ម័នរបស់រុស្ស៊ីដូចគ្នានេះគឺជាផែនការឲ្យស្មើភាពគ្នាសម្រាប់លោកវិកទ័របានមើលឃើញថាមួយរយៈនេះគឺប្រឆាំងនឹងអ៊ុយក្រែនខ្លាំងណាស់បាទគឺមិនឲ្យអ៊ុយក្រែនខ្លាចជាសមាជិករបស់សហភាពអឺរ៉ុបដោយងាយស្រួលទេហើយរឿងរ៉ាវឲ្យតែតាក់ទងជាមួយនឹងអ៊ុយក្រែនគឺបរោះម្នាក់នេះបាទគឺតែងតែប្រឆាំងហើយគ្រប់គ្រងវិមានកម្លាំងយ៉ាងដាច់បាទបដូរផ្ដាច់តែម្ដងដល់ពេលម្ដងបើអញ្ចឹងខ្ញុំបាទក៏សូមអានអត្ថបទមួយនេះដូចតទៅនៅថ្ងៃទី31ខែតុលាប្រធានាធិបតីលោកដូណាល់ត្រាំលោកបាននិយាយថាលោកបដិសេធមិនផ្ដល់ការលើកលែងទៅដល់ប្រទេសហុងហ្គារីពីការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រភពប្រេងរបស់រុស្ស៊ីបើទោះបីជាមានការស្នើសុំដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីរបស់ហុងហ្គារីគឺលោកវិកទ័រអាបានក៏ដោយថ្លែងជាមួយនឹងអ្នកកាសែតលោកដូណាល់ត្រាំបានបញ្ជាក់ថាប្រកបណាស់លោកវិកទ័រអាបានអំពីវិនិយោគឲ្យយើងលើកលែងជាមួយនៅប្រទេសរបស់លោកគឺហុងហ្គារីនៅក្នុងការបន្តទិញប្រេងឆៅរបស់រុស្ស៊ីយកទៅចែកចាយតាមបំពង់បង្ហូរប៉ុន្តែយើងបានបដិសេធលោកត្រាំបាននិយាយថាគាត់បានស្នើសុំការលើកលែងទោសពីយើងប៉ុន្តែយើងមិនបានផ្ដល់វាឲ្យគាត់នោះទេហើយមិនមែនតែមួយនោះទេយកទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters គឺលោកអាបានសង្ឃឹមថានឹងអាចបញ្ចុះបញ្ចោឲ្យលោកដូណាល់ត្រាំលើកលែងសម្រាប់ប្រទេសហុងហ្គារីដោយសារតែប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពលពីបំពង់បង្ហូររបស់រុស្ស៊ីសម្រាប់មេដឹកនាំរបស់ហុងហ្គារីបានប្រកាសផែនការដើម្បីពិភាក្សាអំពីបញ្ហានេះអំឡុងពេលកិច្ចប្រជុំជាមួយនឹងលោកដូណាល់ត្រាំគ្រោងនឹងធ្វើឡើងនៅថ្ងៃទី7ខែវិច្ឆិកានេះជាកន្លែងដែលគាត់មានបំណងស្វែងរកកិច្ចព្រមព្រៀងសេដ្ឋកិច្ចយ៉ាងទូលំទូលាយជាមួយនឹងភាគីសហរដ្ឋអាមេរិកផងដែរលោកវិកទ័របាននិយាយនៅក្នុងសប្តាហ៍នេះថាហុងហ្គារីគឺជាប្រទេសដែលគ្មានផ្លូវសមុទ្រហើយបានពឹងផ្អែកយ៉ាងសំខាន់ទៅលើការនាំចូលប្រភពថាមពលពីបំពង់បង្ហូរប្រេងកាលពីមុនវាត្រូវបានគេរាយការណ៍ថាទីក្រុងប៊ូដាប៉េសកំពុងតែស្វែងរកយ៉ាង
យ៉ាងសកម្មនៅក្នុងការចាប់ដៃជាមួយនៅប្រទេសឆេកស្លូវ៉ាគីដើម្បីបង្កើតសម្ព័ន្ធភាពនិងតែងតែប្រឆាំងសង្ស័យអ៊ុយក្រែនដើម្បីចូលជាមួយនឹងសហភាពអឺរ៉ុបហើយគឺជាសកម្មភាពមួយនៃគោលបំណងយ៉ាងច្បាស់ក្រឡែតនៅក្នុងការចាប់ដៃគ្នាប្រឆាំងនឹងការគាំទ្រទៅដល់ភាគីអ៊ុយក្រែន